សួស្តីអ្នកគ្នាស្វាគមន៍មកកាន់វីដេអូថ្មីដែលថ្ងៃនេះគឺយើងមកនិយាយអំពីការពិសោធន៍ទៅលើមនុស្សទាំងអស់ដែល Orochimaru បានធ្វើដូចដែលយើងដឹងហើយថា Orochimaru គឺជាអតីតសានិនម្នាក់ដែលបានក្លាយទៅជា Ninja ប្រព្រឹត្តអំពើខុសច្បាប់ជាច្រើនប៉ុន្តែអីដែលធ្វើឲ្យគាត់ខុសពីគេនោះគឺថាអំពើអាក្រក់ដែលគាត់ធ្វើមិនមែនដើម្បីសន្តិភាពដូច Pain Obito ឬក៏ Madara ទេហើយវាលៀនផ្សេងទៀតដូចជា Itachi រឿងអាក្រក់ដែលពួកគេធ្វើទាំងអស់គោលដៅចុងក្រោយគឺដើម្បីស្វែងរកសន្តិភាពតាមបែបដែលពួកគេមើលឃើញប៉ុន្តែសម្រាប់ Orochimaru គឺមិនដូចគ្នាទេគោលដៅរបស់គាត់គឺមិនមែនចង់សង្គ្រោះពិភពលោកឡើយគាត់ចង់រៀនជូតស៊ូទាំងអស់នៅក្នុងពិភព Shinobi ហើយឆ្លងផុតដែនកំណត់នៃ limited របស់មនុស្សនិងក្លាយទៅជាអមតៈអីដែលធ្វើឲ្យមនុស្សជាច្រើនមើលឃើញ Orochimaru អាក្រក់ខ្លាំងគឺជាការពិសោធន៍ទៅលើមនុស្សដែលនៅរស់ហើយថ្ងៃនេះគឺយើងទៅមើលថាតើ Orochimaru គឺបានធ្វើពិសោធន៍អីគេខ្លះទៅលើមនុស្សនិងការស្រាវជ្រាវបែបណានឹងនាំឲ្យគាត់បានបង្កើតអីOrochimaru គឺបានយកមនុស្សពីរប្រភេទនៅក្នុងការពិសោធន៍របស់គាត់ប្រភេទទី1គឺជាប្រភេទដែលមានសមត្ថភាពពិសេសអ្នកទាំងនោះគឺអាចជា Ninja ខ្លាំងៗឬក៏ជាមនុស្សដែលមាន Gekkei Genkai ដែល Orochimaru គឺចង់យកមកសិក្សានិងចម្លងយកសមត្ថភាពរបស់ពួកគេប្រភេទទី2គឺជាមនុស្សដែលយកមកដើម្បីសាកល្បង technique ថ្មីពួកគេអាចជាមនុស្សដែលត្រូវបាន Orochimaru គឺចាប់ដាក់នៅក្នុងគុកនៅក្នុងបន្ទប់ពិសោធន៍ដើម្បីយកមកធ្វើតេស្តមនុស្សទាំងនោះគឺអាចនឹងរងទទួលបានការប្រែប្រួលរាងកាយការឈឺចាប់និងការស្លាប់ជាច្រើនដោយសារតែ Orochimaru គឺចង់ដោះស្រាយអាថ៌កំបាំងនៃធម្មជាតិការពិសោធន៍ដ៏ល្បីមួយដែល Orochimaru គឺបានធ្វើនោះគឺជាការចង់ចម្លងទៅលើ Wood Style របស់ Hokage ទី1ជា Hashirama Senju នៅក្នុងគម្រោងនេះក៏មានការចូលរួមពី Danzo ដែរដែលជួយឲ្យ Orochimaru គឺផ្ដល់កុមារយកមកធ្វើតេស្តហើយគាត់គឺបានយក DNA របស់ Hashirama ហ្នឹងទៅបញ្ចូលទៅក្នុងកុមារជាង60នាក់នៅក្នុងអំឡុងការពិសោធន៍នោះប៉ុន្តែគម្រោងនេះគឺវាពិបាកណាស់ដោយសារតែมันអាចរករាងកាយណាដែលអាចទ្រទ្រង់ទៅលើ cell របស់ Hashirama បានកុមារជាច្រើនក៏ត្រូវបានស្លាប់ហើយចុងក្រោយ Orochimaru គិតថាការពិសោធន៍នេះក៏បរាជ័យនិងបោះបង់វាចោលប៉ុន្តែក្រោយពីព្រឹត្តិការណ៍ Tenchi Bridge គាត់ក៏បានជួបទៅនឹង Yamato ហើយទើបតែដឹងថាមនុស្សម្នាក់នេះហើយដែលអាចរួចផុតជីវិតពី project ដែលគាត់បានធ្វើពីមុនហើយទទួលបាន Wood Style ពិតមែនរឿងនេះជានិច្ចកាលដែល Orochimaru គឺតែងតែនិយាយថា Hidden Leaf Village គឺគួរតែអរគុណគាត់ព្រោះគាត់គឺបាននាំ Wood Style ឲ្យត្រឡប់មកកាន់ Konoha វិញហើយការពិសោធន៍ Wood Style នេះគឺគ្រាន់តែជាចំណុចចាប់ផ្ដើមរបស់ Orochimaru ប៉ុណ្ណោះហើយដូចដែលយើងដឹងគោលដៅធំរបស់គាត់គឺជាការរៀនជូតស៊ូទាំងអស់តែយើងដឹងហើយមនុស្សម្នាក់គឺអាចរៀនជូតស៊ូទាំងអស់នៅក្នុងមួយជីវិតរបស់ពួកគេទេអញ្ចឹងគាត់ត្រូវដោះស្រាយបញ្ហាហ្នឹងគឺគាត់ស្វែងរកវិធីណាមួយដែលអាចឲ្យគាត់រស់នៅបានរហូតជាមូលហេតុដែលនាំឲ្យគាត់ចាប់ផ្ដើមបង្កើតជូតស៊ូមួយដែលមនុស្សជាច្រើនគួរឲ្យខ្លាចត្រូវបានគេហៅថា Living Corp Reincarnation ឬក៏ជាជូតស៊ូផ្លាស់ប្ដូររាងកាយ Orochimaru គឺបានប្រើជូតស៊ូនេះដើម្បីធ្វើការផ្ទេរបល្ល័ង្ករបស់ខ្លួនទៅកាន់រាងកាយថ្មីហើយបំផ្លាញបល្ល័ង្កម្ចាស់រាងកាយដើមដើម្បីឲ្យខ្លួនបានគ្រប់គ្រងរាងកាយនោះទាំងស្រុងតែជូតស៊ូនេះគឺមាន limited គាត់គឺអាចធ្វើវាបានតែម្ដងក្នុងតែរយៈពេល3ឆ្នាំប៉ុណ្ណោះហើយនៅក្នុងចុងវដ្តនៃ cycle នៃរាងកាយមួយរាងកាយរបស់គាត់គឺនឹងចុះខ្សោយយ៉ាងខ្លាំងហើយរាងកាយទាំងនោះដែលយើងបានឃើញ Orochimaru យកមកដំបូងគឺជាស្ត្រីម្នាក់ដែលយើងមិនដែលស្គាល់ឈ្មោះប៉ុន្តែអាចសន្និដ្ឋានបានថានាងគឺជាមនុស្សដែលរស់នៅក្នុង Land of Sound ហើយបន្ទាប់ពីរាងកាយនឹងយើងក៏បានឃើញគាត់យករាងកាយរបស់ Ninja ម្នាក់ផ្សេងទៀតចេញមកពីអ្នកទោសនៅក្នុងគុកដោយសារតែការពិសោធន៍ទាំងនេះរូបកាយពិតរបស់ Orochimaru ក៏ចាប់ផ្ដើមប្រែប្រួលបន្តិចម្ដងវាដូចជាការសកសម្បកថ្មីនៃពស់ហើយការសកទាំងនេះគឺបានធ្វើឲ្យ Orochimaru គឺប្រែខុសពីមនុស្សធម្មតាបើសិនជាយើងនិយាយអំពីភាពអមតៈគឺយើងអាចរំលងជូតស៊ូមួយបានទេនោះគឺជា Edo Tensei technique នេះគឺត្រូវបានហាមឃាត់ខ្លាំងណាស់នៅក្នុងពិភព Shinobi ដោយសារតែវាអាចហៅអ្នកស្លាប់ឲ្យត្រឡប់មកក្នុងរាងកាយថ្មីបានហើយ Orochimaru គឺបានគោរព Tobirama ណាស់ព្រោះគាត់គឺជា Hokage ដែលខ្លាំងមួយដែលអាចបង្កើតជូតស៊ូនេះហើយបច្ចេកទេសនេះក៏ត្រូវបានប្រើដោយ Orochimaru និងក្រោយមកកាបូតូក៏បានយកវាមកគំរាមកំហែងនៅក្នុងពិភព Shinobi ទាំងមូលដើម្បីប្រើ Edo Tensei គឺយើងត្រូវការរាងកាយណាមួយដែលជាមនុស្សម្នាក់យកមកធ្វើជាឧបករណ៍បូជាប្រសិនបើយើងចង់បង្កើតកងទ័ពម្នាក់ឬក៏ច្រើនយើងត្រូវការបូជាមនុស្សក៏ច្រើនដែរហើយ Orochimaru គឺមិនខ្វល់ទេដោយសារតែការចង់ជំនះមហិច្ឆតាទាំងនេះគាត់ថែមទាំងយកកូនសិស្សរបស់ខ្លួនដូចជា Kin និង Saku យកមកបូជាទាំងរស់ដើម្បីឲ្យ Hokage ទី1និង Hokage ទី2 revive ឡើងមកវិញហើយនៅដំណាក់កាលដំបូងយើងឃើញថា Orochimaru គឺគាត់អត់ទាន់ធ្វើ Edo Tensei បានពេញលេញទេគាត់គឺអាច revive ឲ្យអ្នកទាំងអស់នោះត្រឡប់មកវិញបានប៉ុន្តែធម្មពលរបស់ពួកគេគឺអត់ដូចមុនឡើយតែនៅពេលដែលគាត់ត្រឡប់មកវិញម្ដងទៀតក្រោយព្រឹត្តិការណ៍ដែល Sasuke សម្លាប់យើងឃើញថា Orochimaru គាត់អាច revive Hokage ទាំង4មកឲ្យចិត្តស្មើកម្លាំងដូចដើមដោយប្រើតែ Waikisatsu 4រាងកាយប៉ុណ្ណោះនៅក្នុងការបូជា
ហើយក្រៅពីភាពអមតៈនេះយើងក៏បានឃើញ Orochimaru គឺចាប់អារម្មណ៍ខ្លាំងទៅលើ Senjutsu និង Nature Energy Orochimaru គាត់ក៏ចាប់ផ្ដើមធ្វើដំណើរទៅកាន់រូងភ្នំ Ryuji ដើម្បីធ្វើការរៀន Sage Mode ពីពួកបុរាណនៅទីនោះប៉ុន្តែរាងកាយរបស់គាត់គឺអាចទ្រទ្រង់ទៅលើធម្មពលទាំងអស់នេះបានទេដូច្នេះគាត់ក៏មិនអាចចូលទៅក្នុង Sage Mode ទាំងអស់នឹងបានជាហេតុដែល Orochimaru គឺទៅរក Jugo Clan Jugo Clan គឺជា clan មួយដែលមានសមត្ថភាពនៅក្នុងការ process សូបយក chakra energy ចេញមកពីធម្មជាតិបានយ៉ាងស្វ័យប្រវត្តិប៉ុន្តែវាក៏មាន side effect ដែរដែលធ្វើឲ្យពួកគេគឺអាចគ្រប់គ្រងរាងកាយឬក៏ខ្លាចទៅជាភាពឆ្កួតក្រោយពីពេលហ្នឹង Orochimaru ក៏បានយកសារធាតុរាងកាយពី Jugo មកសិក្សាហើយចុងក្រោយគាត់ក៏ចាប់ផ្ដើមបង្កើតនៅ Curse Mark គឺវាជាវិធីមួយដែលយើងអាចប្រើសម្រាប់ចូលទៅក្នុង Senjutsu ដោយយើងអត់ចាំបាច់រៀន Sage Mode ត្រឹមត្រូវទេហើយវាគឺមានពីរដំណាក់កាលដូចគ្នាដំណាក់កាលទី1គឺថាយើងចាប់ផ្ដើមឡើងនៅសញ្ញាខ្មៅជាច្រើននៅលើរាងកាយហើយដំណាក់កាលទី2រាងកាយរបស់យើងគឺផ្លាស់ប្ដូរទាំងស្រុងដែលស្បែកគឺត្រូវបានប្ដូរពណ៌ឬក៏ evolve ប្រែប្រួលទៅរាងកាយថ្មីហើយ Curse Mark ទាំងនេះគឺវាមានគ្រោះថ្នាក់ណាស់ដោយសារតែវាអាចបំផ្លាញចិត្តមនសិការរបស់យើងនិងប្រែយើងឲ្យទៅឆ្កួតនិងមិនអាចគ្រប់គ្រងបានហើយ Curse Mark ទាំងនេះគឺថែមទាំងមានការដាក់នៅបល្ល័ង្ក Orochimaru នៅក្នុងនោះទៀតដែលយើងបានឃើញមូលហេតុនេះហើយបានជាឲ្យ Orochimaru គឺគាត់អាចត្រឡប់មកវិញបានតាមរយៈ Curse Mark របស់ Anko យើងអាចសន្និដ្ឋានបានថា Curse Mark ដំបូងគឺបានដាក់នៅលើ Anko វាគឺជា version ដំបូងគេបង្អស់ហើយ version ក្រោយៗគាត់ក៏បានចាប់ផ្ដើមយក Curse Mark ទាំងអស់ហ្នឹងគឺដាក់ទៅលើក្រុម Sound 4ហើយក៏ដូចជា Kimimaru និង Sasuke ហើយយើងមើលប្រភេទមួយដែលគាត់ដាក់ទៅលើ Mizuki ដែលធ្វើឲ្យ Mizuki គឺខ្លាចទៅជាមនុស្សខ្លាចចំណែកឯព្រឹត្តិការណ៍ផ្សេងទៀតដែលយើងឃើញ Orochimaru គាត់បានទៅជួប Iburi Clan ដែលជា clan មួយដែលមានសមត្ថភាពអាច process រាងកាយទៅជាផ្សែង Orochimaru ក៏ផ្ដល់ Curse Mark ឲ្យពួកគេដើម្បីឲ្យមានសមត្ថភាពមួយគឺវាស្ថិតស្ថេរជាងមុនជាថ្នូរពួកគេគឺត្រូវតែចូលមកសាកល្បងធ្វើតេស្តជាមួយនឹង Orochimaru ហើយក្រោយពីព្រឹត្តិការណ៍ដែល Orochimaru គឺបានបាត់បង់ដៃនៅក្នុង Rapper Death Seal គាត់ក៏នៅតែមិនចង់បញ្ចប់ការស្រាវជ្រាវទៀតហើយមហិច្ឆតានេះគឺនាំឲ្យគាត់ទៅសិក្សាទៅលើប្រវត្តិនិងសំណល់នៃ Uzumaki Clan រហូតទៅដល់ឃើញនៅ mask មួយត្រូវបានគេហៅថា Shinigami Mask Shinigami Mask វាគឺជា mask មួយដែលអនុញ្ញាតឲ្យគាត់ហៅ rapper ទាំងអស់នោះគឺត្រឡប់មកវិញដើម្បីបង្ខំឲ្យវាបញ្ចេញនៅអីដែលវាបានយកទៅបានន័យថា Orochimaru គឺបានប្រើវិធីនេះគឺយកដៃគាត់ត្រឡប់មកវិញទៀតហើយមិនត្រឹមតែប៉ុណ្្នឹងទេ Orochimaru ក៏មានទំនាក់ទំនងជាមួយនឹង Danzo ហើយបានជួយគម្រោង Danzo ដែលយក Sharingan ពី Clan Uchiha ជាច្រើនយកមកដាក់នៅលើដៃរបស់ Danzo ទៀតដៃទាំងនោះគឺមិនមែនជាដៃធម្មតាទេវាគឺជារាងកាយពិសេសមួយដែលអាចទ្រទ្រង់ទៅលើ Sharingan បានច្រើននិងមានការពាក់ព័ន្ធជាមួយនឹងសរីរាង្គរបស់ Hashirama ទៀតហើយរឿងនេះគឺបាននាំយើងទៅរករឿងមួយទៀតគឺជា Shin Uchiha Shin គឺជាមនុស្សដែលស្ប៉ានមិត្តឬក៏ជា clone មួយដែល Orochimaru គឺបានបង្កើតឡើងរាងកាយរបស់ Shin គឺមានសមត្ថភាពទទួលយកសរីរាង្គរាងកាយបានដោយងាយហើយមានសមត្ថភាពនៅក្នុងការ healing និង regeneration បានលឿនហើយគម្រោងរាងកាយសប្បានិមិត្តរបស់ Shin ហ្នឹងគឺមិនមែនតែជាគម្រោងមួយដែល Orochimaru គឺបានបង្កើតទេមានគម្រោងផ្សេងទៀតជាច្រើនដែលគាត់បានធ្វើដែលតសាច់រឿងចូលទៅក្នុងពិភព Boruto ដែលយើងបានឃើញដូចជាតួអង្គ Mitsuki ហើយសាច់រឿងមួយទៀតរបស់ Orochimaru គឺជាការធ្លាប់ពិសោធន៍ជាមួយនឹងអ្នកវិទ្យាសាស្ត្រម្នាក់ឈ្មោះថា Amishi គម្រោងនេះគឺពួកគេចង់ព្យាយាមបង្កើត ninja មួយដែលអាចធ្វើការប្រយុទ្ធគ្នាបាននៅក្រោមទឹកហើយដើម្បីធ្វើរឿងហ្នឹងគាត់ក៏ចាប់ផ្ដើមចាប់ប្រជាជន Land of Sea យកមកធ្វើតេស្តទាំងរស់ក្រោយមក Orochimaru ក៏គាត់បោះបង់បច្ចេកនឹងចោលវិញយើងក៏បានឃើញ Orochimaru គឺចាប់ Suigetsu ដើម្បីយកមកធ្វើតេស្តជាញឹកញាប់ដើម្បីព្យាយាមចង់ចម្លងសមត្ថភាពរាងកាយទៅជាទឹកដែល Suigetsu មានហើយទាំងអស់គ្នាដែលនៅចាំរឿងជាមួយនឹង Genjutsu ដែលថា Orochimaru គឺគាត់ដូចជា Einstein អញ្ចឹងគាត់គឺចង់បង្កើតថ្នាំ Genjutsu មួយដែលខ្លាំងអាចគ្រប់គ្រងទៅលើ Egg-tail បានដែលជាហេតុយើងបានឃើញ Shin ដែល Orochimaru គឺគាត់ទៅប្រមូលយក DNA របស់ Test Beast យកមករក្សាទុកសម្រាប់នៅក្នុងការស្រាវជ្រាវហើយផលិតថ្នាំនឹងបើយើងគិត Orochimaru គឺជាតួអង្គមួយដែលគាត់ឆ្លាតគាត់អាចបង្កើតអីបានដែលមនុស្សជាច្រើនគឺអាចស្ម័យចេញហើយជាអ្នកវិទ្យាសាស្ត្រមួយដែលបាននាំយករបស់ជាច្រើនមកកាន់ពិភព Shinobi វិញអញ្ចឹងទាំងអស់គ្នាយល់យ៉ាងណាហើយទាំងអស់នេះគឺសុទ្ធតែជាការពិសោធន៍ទៅលើមនុស្សដែល Orochimaru បានធ្វើបើទាំងអស់គ្នាចូលចិត្តកុំភ្លេចជួយ like subscribe យើងជួបគ្នាជាមួយខ្ញុំនៅវីដេអូថ្មីមួយទៀត That's all I got. Peace and love. I'm out. Bye bye.